កុំរស់ជាមនុស្សស្រីដែលគ្មានរបស់3យ៉ាងនេះក្នុងខ្លួនឲ្យសោះបើសិនជាអ្នកទាំងអស់គ្នាមានតែមួយចំណុចនៅក្នុងខ្លួនខ្ញុំធានាថាជីវិតរបស់អ្នកទាំងអស់គ្នានឹងស្គាល់តែរស្មីនៃភាពជោគជ័យហើយគ្មានអ្នកណាគេហ៊ានមើលងាយអ្នកទៀតទេមួយកុំរស់នៅជាមនុស្សស្រីដែលគ្មានលុយឲ្យសោះមនុស្សស្រីបើចង់រស់នៅឲ្យពេញមុខពេញមាត់ស្មារតីស្មារភាពក្នុងសង្គមដាច់ខាតត្រូវតែមានលុយក្នុងខ្លួនកុំលាដៃសុំលុយមនុស្សប្រុសចាយលាដៃសុំលុយគេចាយគេចង់ឲ្យឬមិនឲ្យវាអាស្រ័យទៅតាមអារម្មណ៍របស់គេចង់ឲ្យឬមិនឲ្យវាអាស្រ័យទៅតាមទឹកមុខរបស់គេលាដៃសុំលុយគេចាយបើគេថាចេះតែចាយចេះតែបំផ្លាញអ្នកមានអារម្មណ៍យ៉ាងម៉េចវិញកុំនិយាយអារម្មណ៍របស់អ្នកបើសម្ដីមួយឃ្លានឹងចេញមកហើយបានន័យថាតម្លៃរបស់អ្នកក្នុងភ្នែកគេហ្នឹងវាមិនស្មើនឹងលុយដែលជារបស់ក្រៅខ្លួនផងខ្ញុំដឹងថារកលុយវាសែនពិបាកតែបើអត់លុយវាសែនឈឺចាប់កុំសុំលុយមនុស្សប្រុសចាយបើគេស្រឡាញ់យើងគេហ៊ានចំណាយលើយើងហើយមនុស្សស្រីចាំអ្នកណាមានលុយអ្នកនឹងមានសិទ្ធិអ្នកណាមានលុយអ្នកនឹងមានកិត្តិយសអ្នកណាមានលុយអ្នកនឹងទឹកមាត់ប្រៃទី2នោះគឺកុំធ្វើជាមនុស្សស្រីដែលគ្មានភាពក្លាហានក្នុងខ្លួនឲ្យសោះហេតុអីមនុស្សស្រីដែលគ្មានភាពក្លាហានក្នុងខ្លួនណាអត់មានលទ្ធផលល្អនោះទេចុងក្រោយទៅអត់មានសល់អ្វីនោះទេមនុស្សស្រីដែលរស់នៅសម្របទៅតាមអារម្មណ៍របស់អ្នកដទៃគេមិនឲ្យតម្លៃទេតម្លៃរបស់អ្នកមិនស្មើនឹងសម្រាមដែលគេបោះចោលផងហ្នឹងមនុស្សស្រីដែលគ្មានភាពក្លាហានក្នុងខ្លួនណានៅក្នុងក្រសែភ្នែករបស់បរិបរោះដូចជាសាច់ដែលឆ្អិនមួយដុំអញ្ចឹងត្រូវធ្វើជាមនុស្សស្រីដែលហ៊ានប្រកែកត្រូវធ្វើជាមនុស្សស្រីដែលហ៊ានឆ្លើយថាទេកុំស្របទៅតាមអារម្មណ៍របស់គេមនុស្សស្រីកាន់តែប្រកែកមនុស្សប្រុសកាន់តែចង់បានមនុស្សស្រីកាន់តែប្រកែកមនុស្សប្រុសកាន់តែស្រឡាញ់ត្រូវចេះឲ្យតម្លៃខ្លួនអ្នកទើបអ្នកដទៃនឹងគេចេះឲ្យតម្លៃអ្នកដែរត្រូវចេះស្រឡាញ់ខ្លួនឯងសិនទើបអ្នកដទៃនឹងគេចេះស្រឡាញ់អ្នកដែររបៀបនៃការឲ្យតម្លៃលើខ្លួនអ្នករបៀបដែលអ្នកស្រឡាញ់ខ្លួនអ្នកនឹងគឺជារបៀបដែលអ្នកប្រាប់អ្នកដទៃនឹងគេឲ្យតម្លៃលើខ្លួនអ្នកអញ្ចឹងកុំរស់នៅជាមនុស្សស្រីដែលគ្មានភាពក្លាហានក្នុងខ្លួនឲ្យសោះចំណុចទី3នោះគឺកុំរស់នៅជាមនុស្សស្រីដែលគ្មានសុខភាពល្អឲ្យសោះកុំរស់នៅជាមនុស្សស្រីដែលគ្មានសុខភាពល្អឲ្យសោះត្រូវហ៊ានចំណាយលុយទៅលើសុខភាពនិងសម្រស់ត្រូវចេះថែរក្សាខ្លួនឯងព្រោះថាក្រៅពីសុខភាពទៅអ្វីក៏ជារបស់ក្រៅខ្លួនដែរកាត់បន្ថយការប្រកាន់កាត់បន្ថយការខឹងចាញ់សុខភាពឈ្នះមួយពិភពលោកតើបានអ្វីមកវិញកុំខ្លាចក្នុងការចំណាយលុយលើសុខភាពដូចជាហាត់ប្រាណថែសម្រស់ទិញនេះទិញនោះជូនខ្លួនឯងរស់នៅបើគ្មានសុខភាពល្អទេអ្នកទាំងអស់គ្នាមិនខុសអ្វីពីធ្លាក់នរកទាំងរស់នោះទេអូខេថ្ងៃនេះចប់ហើយខ្ញុំមានតែប៉ុណ្្នឹងចែកអ្នកទាំងអស់គ្នាទេ